សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី5បណ្ឌិតជួបទាហាននិយាយមិនត្រូវគ្នាកាលបើបណ្ឌិតនិងទាហានចាំបាច់ត្រូវជួបប្រាស្រ័យតាក់ទងនឹងគ្នាជនជាបណ្ឌិតតែងតែឈឺក្បាលរហូតតតែត្រូវលើកទង់ជ័យសោហេតុនេះពេលខ្លះក៏តតែប្រើធម៌ក្តៅតាមបែបទាហានទើបអាចដោះស្រាយបញ្ហាឬបន្ធូរស្រាលស្ថានភាពនោះបានបណ្ឌិតជួបកូនទាហានទោះជាមានហេតុផលក៏និយាយមិនងាយត្រូវគ្នាដែរនេះជាសំនួនវោហាររបស់ចិនតាំងពីបុរាណមកបណ្ឌិតសំដៅទៅដល់អ្នកបានសិក្សារៀនសូត្រឬបញ្ញាជនរីឯទាហានជាពាក្យដែលជនជាតិចិនបុរាណប្រើប្រៀបធៀបនឹងមនុស្សក្លាហានតែគ្មានការសិក្សាអប់រំព្រោះនៅសម័យបុរាណមនុស្សប្រុសល្អពូកែពួកគេមិនទៅធ្វើជាកូនទាហាននោះទេទោះបីជាជនជាតិដូចគ្នាប្រើភាសាដូចគ្នាតែបើមូលដ្ឋានគ្រួសារនិងការសិក្សាអប់រំខុសគ្នាខ្លាំងពេកក៏ធ្វើឲ្យវិធីគិតការនិយាយនិងកាយវិការរបស់ពួកគេខុសគ្នាយ៉ាងដាច់ស្រឡះបានដែរដែលសូម្បីតែនិយាយភាសាដូចគ្នាក៏ស្ដាប់គ្នាមិនយល់នោះឯងទោះជាមានចំណេះដឹងកម្រិតបណ្ឌិតទៅហើយក៏នៅតែមានបញ្ហាក្នុងការប្រាស្រ័យតាក់ទងឲ្យដៃគូម្ខាងទៀតស្វែងយល់បានដែរផ្នត់គំនិតនិងទស្សនៈមិនដូចគ្នាធ្វើឲ្យរឿងដែលត្រឹមត្រូវសម្រាប់បណ្ឌិតប្រែคล้ายជារឿងផ្ទុយស្រឡះសម្រាប់ពលទាហានដែលទោះបីជាខំពន្យល់យ៉ាងណាក៏នៅតែឥតប្រយោជន៍ដែរព្រោះតែបណ្ឌិតមានក្នុងនិងក្រៅចំណែកពលទាហានគ្មានរឿងក្នុងក្រៅអ្វីទេភាពជាបណ្ឌិតតម្រូវឲ្យគេត្រូវមានសុជីវធម៌ក្នុងការនិយាយស្ដីនិងការប្រព្រឹត្តហេតុនេះមានរឿងខ្លះពួកគេមិនហ៊ាននិយាយមិនហ៊ានធ្វើដល់ពេលត្រូវមករួមប្រាស្រ័យនិយាយស្ដីជាមួយពលទាហានភាពជាបណ្ឌិតនេះក៏คล้ายជារនាំងរារាំងមិនអាចឲ្យខ្លួនបង្ហាញភាពជាអ្នកចេះស្ដែងអ្វីឡើយឯទាហានវិញមិនត្រូវបានចងភ្ជាប់ដោយការសិក្សាឬស្ថានភាពសង្គមអ្វីទាំងអស់ហេតុនេះទើបទាហានហ៊ាននិយាយហ៊ានធ្វើគ្មានអ្វីត្រូវខ្វល់ខ្វាយខ្លាចចិត្តខ្លាចថ្លើមអ្វីទាំងអស់មិនថាមកពីហេតុផលអ្វីក៏ដោយនៅពេលបណ្ឌិតប៉ះទាហានហេតុការតែងតែคล้ายជាបណ្ឌិតត្រូវរត់បាតជើងសព្រាបហើយទាហានជាអ្នកមានជ័យជំនះនេះមិនមែនថាបណ្ឌិតគ្មានកម្លាំងនិងបញ្ញាច្បាំងតទល់ជាមួយនោះទេព្រោះតែធុញទ្រាន់ទើបលើកដៃសុំលាដកតបដោយខ្លួនឯងនិងបើជួនកាលពួកបណ្ឌិតបែរជាលើកដំកើងខ្លួនដោយអំនួតដោយយល់ថាខ្លួនខ្ពស់ជាងគ្រប់យ៉ាងវាក៏កាន់តែធ្វើឲ្យការយកខ្លួនទៅដោះស្រាយបញ្ហាជាមួយមនុស្សប្រភេទពលទាហានគឺប្រៀបដូចជាយកសូត្រទៅដូរអំបិលអញ្ចឹងហើយបើមានទោសៈមោហៈគ្មានស្មារតីរឹងប៉ឹងជាមួយនឹងគូប្រកួតប្រភេទនេះពួកគេត្រូវតែជាភិក្ខីបោះបង់ស័ក្តិមរភូមិអញ្ចឹងទៅយើងមិនចាំបាច់ធ្វើអំពើថោកទាបដើម្បីឲ្យទទួលបានផលប្រយោជន៍និងមានជីវិតរស់រាននៅក្នុងសង្គមមនុស្សដ៏ព្រៃផ្សៃនេះទេប៉ុន្តែជួនកាលយើងចាំបាច់ត្រូវប្រើឧបាយកទាហានជួបនឹងបណ្ឌិតធ្វើឲ្យកូវិវាទស្ថិតនៅក្នុងស្ថានភាពតានតឹងមិនដឹងជាត្រូវទទួលរងយ៉ាងម៉េចប្រសើរដូចជាមួយប្រើភាសាដែលកូវិវាទស្ដាប់មិនយល់ទន្ទឹមនឹងនោះក៏ធ្វើពើជាមិនដឹងសាច់រឿងធ្វើឲ្យភីគីមខាងទៀតមានអារម្មណ៍នឿយណាយក្តៅក្រហាយចុះញ៉ំមានកំហឹងនៅពេលកូវិវាទចាប់ផ្ដើមខឹងមានន័យថាយើងអាចយកឈ្នះបានហើយព្រោះមនុស្សខឹងច្រើនតែរម៉ាំងរម៉ោបបាត់បង់សត្វទឹកគ្មានហេតុផលតែបើគេមិនខឹងបែរមកចាប់ផ្ដើមប្រើភាពអត់ធ្មត់នេះអាចថាការគិតរបស់គេចាប់ផ្ដើមច្របូកច្របល់ស្មុគស្មាញហើយធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀបដោយមិនដឹងខ្លួនពីធ្វើជានិយាយទៅរឿងផ្សេងយើងអាចក្លែងធ្វើជាល្ងងធ្វើជាយល់ពីខ្លឹមសារខុសរឿងគេសួររឿងនេះធ្វើជាឆ្លើយរឿងនោះដូច្នេះតើរឿងអីដែលគេមិនធន់ដោយសារភីគីម្ខាងជាអ្នកចំណងក្នុងក្រៅសូម្បីតែភាសាដែលគេប្រើក៏វាជាឧបសគ្គទើបត្រូវធ្លាក់ជាភីគីទប់ទល់ប៉ុន្តែការក្លែងធ្វើជាគ្មានហេតុផលធ្វើជាល្ងីល្ងើនេះក៏ត្រូវចេះប្រមាណផងដែរបើមិនដូច្នោះទេបណ្ឌិតអាចនឹងត្រូវគៀបសង្កត់ឲ្យคล้ายទៅជាទាហានម្ដងវិញដូចគ្នានឹងប្រការដែលយើងក្លែងធ្វើជាទាហានដោយមិនព្រមចុះចាញ់ដើម្បីរស់រានមានជីវិតនោះដែរអ្វីបើយើងមិនគួរធន់ក្នុងការប្រាកលឧបាយក៏ពិតមែនប៉ុន្តែត្រូវមើលស្ថានភាពជាមុនសិនថាតើវាស័ក្តិសមដែរឬទេបើមិនដូច្នោះទេយើងអាចនឹងក្លាយជាភីគីចាញ់ប្រៀបទៅវិញយើងពុំមែនចង់មើលងាយពលទាហានអ្វីនោះទេអ្វីដែលយើងចង់ពន្យល់គឺ
ក្នុងករណីខ្លះដែលយើងជួបជនដែលតាំងខ្លួនជាបណ្ឌិតដែលមិនព្រមស្វែងយល់ឬមានបំណងមើលងាយមើលថោកអ្នកដទៃយើងក៏មិនចាំបាច់ដំកើងខ្លួនដោយពួកបណ្ឌិតបោសឃ្លាកនោះធ្វើអ្វីតែគួរទម្លាក់ខ្លួនមកធ្វើបែបកូនទាហានតែម្ដងទៅនោះលោកបណ្ឌិតបោសឃ្លាកពិតជានឹងដកថយដោយស្វ័យប្រវត្តិជាមិនខាន